Hello guys ថ្ងៃនេះយើងមកមើល part 2 នៃ vlog ទាំងអស់គ្នាចាចង់មកដល់ភ្លាមយើងអត់ចាំយូរទេគឺយើងចាប់ផ្ដើមរៀបចំទៅតាមផ្នែកនីមួយៗអញ្ចឹងណាបងប្អូនខាងណា pharmacy ស្គាល់ pharmacy រៀបថ្នាំទៅហើយខាងណាដែលត្រូវចាត់ចែងអស់សម្ពាធឈាមហើយខាង doctor គាត់ក៏រៀបចំទុកដាក់ផងដែរបងប្អូនអញ្ចឹងចែកថ្នាំហើយយើងក៏អធិដ្ឋានជូនគាត់មកដល់ថ្ងៃនេះយើងក៏ដាក់បាយថ្ងៃត្រង់ហើយយើងក៏ញ៉ាំបាយជុំគ្នានិយាយគ្នាបដាចាហើយយើងក៏សម្រាប់មកផ្លែនៅលើរឹងអញ្ចឹងណាបងប្អូនយើងបាត់ភ្នែកមកផ្លែដែរសម្រាប់ session ពេលថ្ងៃយើងក៏ពិនិត្យគឺដូចចែកថ្នាំជូនអ៊ំពូមីងយាយតានៅក្នុងភូមិដូចសពមួយដងតាពីម្សិលមិញអញ្ចឹងបងប្អូនអញ្ចឹងមកដល់ចុងបញ្ចប់ពេលថ្ងៃយើងក៏បានចែកវីតាមីនគឺដូចជាស្ករគ្រាប់ហើយនឹងថ្នាំពលៈសត្វល្អិតមួយចំនួនផងដែរចាហើយមកដល់ល្ងាចនេះយើងក៏បានបញ្ចប់នៅក្នុងម៉ោង3រសៀលហើយយើងក៏បានចាស្ដាប់ពាក្យថ្លែងអំណរគុណពីលោកគ្រូអ្នកគ្រូនៅក្នុងភូមិនឹងហើយយើងក៏បានអធិដ្ឋានជុំជាមួយគ្នាផងដែរចាបន្ទាប់ពីយើងអធិដ្ឋានហើយយើងក៏បានច្រៀងចម្រៀងជាមួយនឹងគ្នាជាមួយនឹងលោកគ្រូអ្នកគ្រូនៅក្នុងភូមិជាមួយនឹងគ្នាហើយចុងបញ្ចប់យើងក៏បានលាគ្នានៅត្រង់កាហ្វេចាបងប្អូនហើយយើងលាគ្នាតែប៉ុណ្្នឹងឯងបងប្អូន Goodbye